បាទជំរាបសួរលោកគ្រូអ្នកគ្រូជំរាបសួរពុកម៉ែបងប្អូននេះជាបន្ទប់ថ្នាក់រៀនដែលការរៀបចំរបស់លោកគ្រូអញ្ចឹងទៅលើពណ៌តុបពិតជាមានសារៈសំខាន់ណាស់សម្រាប់ការសិក្សារបស់សិស្សានុសិស្សបាទការណារៀបចំតុបមានពណ៌ស្អាតមានរបៀបធ្វើឲ្យការសិក្សារបស់សិស្សហ្នឹងក៏សិស្សានុសិស្សមានចំណង់ចំណូលចិត្តរៀនសូត្រនៃការតុបតែងរបស់លោកគ្រូរៀបចំពណ៌ស្អាតមែនទែនចឹងលោកគ្រូអ្នកគ្រូដែលចង់តុបតែងទៅលើពណ៌តុបអាចមើលគំរូរបស់លោកគ្រូបាននេះជាសកម្មភាពដែលគាត់កំពុងតុបតែងថ្នាក់ផងហើយនេះគឺគាត់បន្ទាប់ពីគាត់បង្រៀនចប់គឺគាត់ឆ្លៀតតុបតែងថ្នាក់គឺពេលនេះគឺម៉ោង5បាទម៉ោង5កន្លះហើយគឺគាត់បង្រៀនថ្ងៃម៉ោង1ដល់ម៉ោង5អញ្ចឹងម៉ោង5ជាងបន្ទាប់ពីចេញពីម៉ោងបង្រៀនគាត់ឆ្លៀតពេលហ្នឹងតុបតែងថ្នាក់រៀនរបស់គាត់ឲ្យបានកាន់តែស្អាតអញ្ចឹងលោកគ្រូអ្នកគ្រូដែលចង់បានគំរូមើលពីរបៀបនៃការតុបតែងថ្នាក់ឬក៏ការលាបថ្នាំពណ៌តុបអាចមើលគំរូថ្នាក់លោកគ្រូបានហើយគាត់ចែករំលែកដោយមិនគិតផលប្រយោជន៍ទេដើម្បីបានសាលាស្អាតទាំងអស់គ្នាអញ្ចឹងគឺអ្នកគ្រូដែលមានបំណងចង់តុបតែងថ្នាក់អាចមើលគំរូរបស់លោកគ្រូបានហើយខាងក្រោយខាងនោះគាត់មានជ្រុងសម្ភារៈសិក្សារបស់គាត់ច្រើនទៀតតែគាត់ក្របហើយខ្ញុំមិនបានបើកមើលដែរខ្ញុំគាត់តែចង់បង្ហាញពីការតុបតែងតុបរបស់លោកគ្រូទេវីដេអូនេះហើយតុកនេះយើងអត់មានបាទបាំងពីមុខទេកាលណាយើងអត់ដាក់របាំងពីមុខអញ្ចឹងយើងអាចដឹងថាសិស្សផ្លេចអីវ៉ាន់ឬមិនផ្លេចអីវ៉ាន់អញ្ចឹងយើងចំណេញច្រើនដែរកាលណាយើងបាំងទៅសិស្សអាចនឹងផ្លេចសម្ភារៈសិក្សារបស់គាត់នៅក្នុងតុបដោយសារថ្នាក់របស់យើងហ្នឹងត្រូវមាន2វេមានព្រឹកនិងមានថ្ងៃអញ្ចឹងធ្វើរបៀបនេះគឺយើងចំណេញថវិកាហើយក៏វាផ្ដល់ផលប្រយោជន៍ច្រើនដល់យើងដែរហើយតុកនេះគឺយើងធ្វើអំពីដែកបាទពីដែកហើយខាងលើនេះគឺយើងប្រើភេទក្តារកិនបាទចឹងសិស្សលោកគ្រូគាត់ច្រើនសិស្សគាត់ច្រើន50នាក់បាទគាត់ចឹងលោកគ្រូអាចមើលយកជាគំរូបានកម្មភាពគ្រូកំពុងតែដែរបំដេញគោលទៅលើរូបភាពដែលគាត់បានបិទហើយកុំឲ្យវាល្បើកបាទនេះគឺគំរូតុបបាទចំណុចអ្នកគ្រូចង់ធ្វើអាចមើលបានខ្ញុំអត់ឲ្យទាកដើម្បីដឹងថាតើតុបនេះធ្វើយ៉ាងម៉េចខាងក្រៅទៅខាងក្រៅតែមើលគំរូបានបើសិនតែអ្នកគ្រូចង់ធ្វើហើយកម្ពស់វាក៏មិនខ្ពស់ប៉ុន្មានដែរបើយើងឈរទៅលើជង្គង់បន្តិចបាទលើជង្គង់បន្តិចប្រហែលជា6ទឹកមិនខ្ពស់ពេកទេតែយើងធ្វើតម្រូវសិស្សក្មេងៗសិស្សទី1និងទី2ហើយសិស្សធំប៉ុណ្នេះរៀងទាបបន្តិចកាលណាដាក់តុកខ្ពស់ពេកធ្វើឲ្យសិស្សគាត់
ពិបាកក្នុងការសរសេរចឹងប្រព័ន្ធនេះយើងឃើញថាការអង្គុយហើយនឹងការសរសេររបស់គាត់គឺបានល្អហើយជើងមកវិញយើងប្រើក្របណាយើងប្រើក្របសូកចូលទាំង4ក្របខាងនោះ2ខាងនោះ2ហើយក្អីយើងប្រើក្អីឈើធម្មតាបាទអញ្ចឹងមានតែប៉ុណ្ណេះទៅអរគុណច្រើនសម្រាប់ការចូលរួមទស្សនាការចែករំលែកអំពីការតុបតែងថ្នាក់និងការរៀបចំតុហើយមានពណ៌ស្អាតនិងមានរបៀបបាទសូមអរគុណ